បងប្អូនក្មេងស្ទាវចំនួន6នាក់ត្រូវបានកាត់ទោសប្រហារជីវិតបន្ទាប់ពីបានរំលោភនិងសម្លាប់ទៅលើក្មេងស្រីដែលមានអាយុត្រឹមតែ17ឆ្នាំតែប៉ុណ្ណោះបងប្អូនអញ្ចឹងរឿងនេះគឺកើតឡើងនៅក្នុងប្រទេសឥណ្ឌានៅក្នុងខេត្តមកកលែងដែលហេតុការណ៍នេះគឺកើតឡើងនៅពេលដែលក្មេងស្រីជាមួយនឹងសង្សាររបស់ខ្លួនបានជិះទៅលេងនៅក្នុងតំបន់ភ្នំមកកលែងហើយក៏បានឈប់ម៉ូតូជាមួយសង្សាររបស់នាងគឺនៅលេងថតលេងជាមួយនឹងទេសភាពនៅទីនោះអញ្ចឹងណាបងប្អូនប៉ុន្តែស្រាប់តែមានក្មេងស្ទាវចំនួន6នាក់បានជិះម៉ូតូចំនួន3គ្រឿងទៅដល់កន្លែងនោះហើយក៏បានធ្វើការខាត់ខ្លួនពួកគេហើយក៏បាននិយាយថាពួកគេទាំង6នាក់នោះគឺជាអ្នកការពារនៅតំបន់ហ្នឹងអញ្ចឹងណាហើយក្រោយមកពួកគេក៏បានធ្វើការបៀតបៀនផ្លូវភេទទៅលើរូបនាងតែម្ដងបងប្អូនប៉ុន្តែដោយសារតែមានការរារាំងពីសង្សាររបស់នាងអញ្ចឹងណាពួកគេក៏បានធ្វើការវាយប្រហារទៅលើសង្សាររបស់នាងរហូតដល់ធាក់សង្សាររបស់នាងបាក់ជើងភ្លាមៗនៅកន្លែងកាត់ហាងតែម្ដងបងប្អូនហើយក្រោយមកពួកគេក៏បានវាយសង្សាររបស់នាងសន្លប់ហើយក៏យកទៅទុកចោលនៅក្នុងព្រៃតែម្ដងបន្តមកទៀតពួកគេក៏បានធ្វើការបៀតបៀនទៅលើផ្លូវភេទរបស់នាងបានសម្រេចម្នាក់ម្ដងគ្រប់គ្នានឹងតែម្ដងហើយក្មេងស្រីម្នាក់នោះត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកាត់ហើយដោយសារតែការរំលោភពីសំណាក់ពួកគេទាំង6នាក់ខ្លាំងហើយនឹងធន់ធ្ងន់ទៅលើរូបនាងអញ្ចឹងធ្វើឲ្យរូបនាងខ្សោយអញ្ចឹងធ្វើឲ្យនាងបាត់បង់ជីវិតភ្លាមៗនឹងកន្លែងកាត់ហើយតែម្ដងបន្ទាប់ពីរំលោភបានម្នាក់ម្ដងគ្រប់គ្នាហើយពួកគេក៏បានយកសាកសពក្មេងស្រីម្នាក់ទៅចោលនៅក្នុងព្រៃហើយក៏បានជិះម៉ូតូរត់គេចខ្លួនបាត់តែមកពួកគេទាំង6នាក់ហ្នឹងក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន2នាក់ហើយក៏បានយកទៅកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើការសាកសួរទាក់ទងទៅនឹងករណីរំលោភសម្លាប់ទៅលើក្មេងស្រីម្នាក់ហ្នឹងហើយក៏ឈានទៅដល់ការចាប់ខ្លួនមនុស្សចំនួន4នាក់បន្ថែមទៀតអញ្ចឹងសរុបទាំងអស់គឺមានចំនួន6នាក់ដែលបានរំលោភនិងសម្លាប់ទៅលើក្មេងស្រីម្នាក់ហ្នឹងតែមកតុលាការក៏បានយកពួកគេទៅកាន់ប៉ុស្តិ៍ប៉ូលីសប៉ុន្តែមុននឹងពេលទៅដល់តុលាការពួកគេក៏ត្រូវបានតុលាការដង្ហែតាមផ្លូវឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសឥណ្ឌាហ្នឹងដឹងថាពួកគេទាំង6នាក់ហ្នឹងគឺជាអ្នកបានរំលោភនិងសម្លាប់ទៅលើក្មេងស្រីហ្នឹងតែម្ដងពេលនោះប្រជាពលរដ្ឋដែលបានដង្ហែជនសង្ស័យទាំង6នាក់នោះគឺមានការមិនសប្បាយចិត្តជាមួយពួកគេទាំង6នាក់នោះក៏មានការវាយដំតាមផ្លូវទៅលើពួកគេទាំង6នាក់ហ្នឹងតែម្ដងដោយសារតែការខឹងសម្បារទៅលើពួកគេទាំង6នាក់នោះបានរំលោភនិងសម្លាប់ទៅលើក្មេងស្រីម្នាក់ហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងហើយនៅពេលទៅដល់តុលាការពួកគេទាំង6នាក់នោះគឺត្រូវបានតុលាការសម្រេចកាត់ក្តីប្រហារជីវិតគេតែម្ដងដោយសារតែករណីរបស់ពួកគេហ្នឹងគឺបានរំលោភនិងសម្លាប់ទៅលើក្មេងស្រីដែលមិនទាន់គ្រប់អាយុអញ្ចឹងតុលាការក៏បានសម្រេចកាត់ក្តីប្រហារជីវិតទៅលើពួកគេទាំង6នាក់ហ្នឹងតែម្ដងបងប្អូនការប្រហារជីវិតរបស់ពួកគេគឺដោយព្យួរកបងប្អូន Oh my god អញ្ចឹងច្បាប់មួយនេះនៅក្នុងប្រទេសឥណ្ឌាគឺមានការសុសសាយមែនតើបងប្អូនដោយសារតែឥណ្ឌាគឺមានច្បាប់មួយថាបើសិនបើមានករណីរំលោភនិងសម្លាប់គឺត្រូវតែសម្លាប់អ្នកនឹងវិញជាដាច់ខាតតែម្ដងអញ្ចឹងហើយនេះក៏ជាយុត្តិធម៌មួយដែរសម្រាប់ក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានក្រុមក្មេងស្ទាវ6នាក់ហ្នឹងបានរំលោភនិងសម្លាប់ទៅលើកូនស្រីរបស់ខ្លួនអញ្ចឹងណាបងប្អូនអញ្ចឹងហើយតើបងប្អូនយល់យ៉ាងណាដែរចំពោះច្បាប់នៃប្រទេសឥណ្ឌាមួយនេះតើបងប្អូនគិតថាល្អឬមិនល្អបងប្អូនកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមវីដេអូនេះផងបងប្អូនអញ្ចឹងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេច like page share វីដេអូរបស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មី